ก็ហៅលោកកឹមសុខគណៈមិត្តភ័ក្តិពីរនាក់របស់លោកត្រូវបានឃាត់ខ្លួនលោកអ៊ូវរៈថាសង្គមកម្ពុជាកំពុងបំពុលដោយបញ្ហានយោបាយបននៃសេចក្តីស្រឡាញ់ធ្វើឡើងស្របពេលនឹងការអំពាវនាវរបស់ក្រសួងពាក់ព័ន្ធពលរដ្ឋអាចប្តឹងតវ៉ាចំពោះសេវាសាធារណៈរបស់រដ្ឋនៅថ្នាក់មូលដ្ឋានលោកត្រាំនិងលោកត្រូដូសម្ដែងមតិផ្ទុយគ្នាក្នុងសន្និសីទកាសែតរួមអង្គការសហប្រជាជាតិកោតទោសជាឯកច្ឆន្ទកូរ៉េខាងជើងតែមិនចង្អុលមុខចិន RFI តុលាការក្រុងភ្នំពេញនៅល្ងាចថ្ងៃច័ន្ទម្សិលមិញបានចេញដីកាកោះហៅលោកកឹមសុខឲ្យចូលខ្លួនទៅកាន់តុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី17កុម្ភៈចុងសប្តាហ៍នេះនិងបានបញ្ជាទៅកងកម្លាំងក្រសួងមហាផ្ទៃឲ្យឃ្លាំមើលពីដំណើររបស់លោកកឹមសុខកុំឲ្យចាក់ចេញពីប្រទេសកម្ពុជាជាបណ្ដោះអាសន្នស្របពេលដែលមានដីកាកោះហៅលោកកឹមសុខនេះអាជ្ញាធរក្រុងភ្នំពេញក៏បានឃាត់ខ្លួនមិត្តភ័ក្តិពីរនាក់របស់លោកដែរកាលពីយប់មិញvàសំណប់លំអិតព័ត៌មាននេះវាគឺជាចំណាត់ការដោយផ្លេចបន្ទូលពលគឺដីកាកោះហៅអ្នកវិភាគនយោបាយមិនសំចៃមាត់លោកកឹមសុខបានធ្វើឡើងនៅតែប្រមាណម៉ោងប៉ុណ្ណោះក្រោយពីមានពាក្យបណ្ដឹងពីលោកទីតិចមេធាវីតំណាងអាណត្តិរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីព្រឹកថ្ងៃទី13ខែកុម្ភៈឆ្នាំ2017យោងតាមដីកាកោះហៅនេះលោកសៀងសុខព្រះរាជអាជ្ញារងអមសាលាដំបងរាជធានីភ្នំពេញបានអញ្ជើញលោកកឹមសុខក្នុងនាមជាជនសង្ស័យឲ្យចូលខ្លួនទៅកាន់តុលាការក្រុងភ្នំពេញនៅវេលាម៉ោង9ព្រឹកថ្ងៃទី17ខែកុម្ភៈចុងសប្តាហ៍នេះដើម្បីឆ្លើយដោះសារជំវិញពាក្យបណ្ដឹងរបស់លោកគីតិចចុះថ្ងៃទី13ខែកុម្ភៈដីកាកោះហៅនេះទើបតែត្រូវបានអាជ្ញាធរយកទៅបិទនៅឯមុខផ្ទះរបស់លោកកឹមសុខស្ថិតនៅក្នុងខេត្តតាកែវនៅព្រឹកមិញនេះក្រៅពីចេញដីកាកោះហៅហើយព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញក៏បានចេញដីកាបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ក្រសួងមហាផ្ទៃត្រួតពិនិត្យនៅតាមច្រកព្រំដែនទាំងផ្លូវគោកផ្លូវអាកាសនិងផ្លូវទឹកដោយហាមមិនឲ្យលោកកឹមសុខចាក់ចេញពីប្រទេសកម្ពុជាឡើយបើយោងតាមដីកាបង្គាប់នេះគឺជាវិធានការចាំបាច់ដើម្បីជៀសវាងការរាំងស្ទះដល់នីតិវិធីនៃការស៊ើបអង្កេតនិងស្ដាប់យកចម្លើយរបស់ជនសង្ស័យគួរជំរាបជូនថាការពីយប់មិញនេះដែរអ្នកស្និទ្ធរបស់លោកកឹមសុខពីរនាក់ក៏ត្រូវបានអាជ្ញាធរខណ្ឌដូនពេញឃាត់ខ្លួនផងដែរក្រោយពីពួកគេពីរនាក់បានខ្ចីរថយន្តរបស់គេទៅដឹកលោកកឹមសុខចេញពីការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ប្រចាំនៅក្នុងទីក្រុងភ្នំពេញត្រឡប់ទៅផ្ទះវិញបើតាមការឲ្យដឹងពីលោកកឹមសុខថាមិត្តភ័ក្តិរបស់លោកម្នាក់ឈ្មោះសៀងចិននិងអ្នកស្និទ្ធនឹងគាត់ម្នាក់ទៀតត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញតាំងពីយប់ម្សិលមិញមកលោកកឹមសុខបានអះអាងថាលោកសៀងចិនគ្រាន់តែជាអ្នករកស៊ីចិញ្ចឹមឆ្នាំងតូចតាចម្នាក់ប៉ុណ្ណោះគាត់មិនដែលជាប់ពាក់ព័ន្ធការងាររបស់លោកឡើយសូមបញ្ជាក់ថាលោកកឹមសុខអ្នកវិភាគនយោបាយនិងសង្គមត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្តឹងបន្ទាប់ពីអ្នកវិភាគរូបនេះបានថ្លែងចោទប្រកាន់ថាគណៈបកប្រជាជនកម្ពុជាជាអ្នកសម្លាប់លោកបណ្ឌិតកែមលីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលបានប្តឹងលោកកឹមសុខដោយទាមទារឲ្យតុលាការកាត់ទោសតាមផ្លូវច្បាប់និងទាមទារសំណងជំងឺចិត្តកន្លះលានដុល្លារឬជិត 2000 លានរៀលឆ្លើយតបទៅនឹងពាក្យបណ្ដឹងទាំងនេះលោកកឹមសុខបានអះអាងថាលោកនឹងនៅតតាំងរឿងក្តីនេះដោយមិនកិច្ចខ្លួនជាដាច់ខាតប៉ុន្តែលោកបានសំណូមពរកុំឲ្យអាជ្ញាធរប្រើប្រាស់កងកម្លាំងឃ្លាំមើលលោកច្រើនពេកដែលនាំទៅដល់ជាការរំខានការបំពេញការងាររបស់លោកក្រុមគ្រួសារលោករួមទាំងមិត្តភ័ក្តិរបស់លោកផងបើតាមការបញ្ជាក់ពីលោកកឹមសុខប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃអង្គារនេះថាមិត្តភ័ក្តិរបស់លោកនៅមិនទាន់ត្រូវបានដោះលែងនៅឡើយទេជាមួយគ្នានេះដែរលោកកឹមសុខបានបញ្ជាក់ជំហរនៅថ្ងៃនេះថាលោកនៅតែចូលខ្លួនតាមដីកាកោះរបស់តុលាការនៅថ្ងៃទី17កុម្ភៈខាងមុខជុំវិញបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគូរំលឹកថាលោកសំរងស៊ីលោកស្រីថាក់ឡានីសមាជិកព្រឹទ្ធសភាក៏រងការប្តឹងផ្តល់ពីលោកនាយករដ្ឋមន្ត្រីខ្មែរដែរបន្ទាប់ពីការធ្វើអត្ថាធិប្បាយភ្ជាប់គណៈបកប្រជាជនកម្ពុជាទៅនឹងការស្លាប់របស់លោកបណ្ឌិតកែមលីលោកហ៊ុនសែនកាលពីថ្ងៃម្សិលមិញបានថ្លែងថាលោកស្រីថាក់ឡានីសមាជិកព្រឹទ្ធសភាគណៈបកសំរងស៊ីបានរត់ទៅលាក់ខ្លួននៅប្រទេសស៊ុយអែតបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានដាក់ពាក្យប្តឹងទៅតុលាការប្រឆាំងទៅនឹងការចោទប្រកាន់របស់លោកស្រីដែលហៅរដ្ឋអំណាចបច្ចុប្បន្នជាអ្នកនៅពីក្រោយឃាតកម្មលោកបណ្ឌិតកែមលីតែលោកអេឆៃអៀងមន្ត្រីជាន់ខ្ពស់បក្សសង្គមជាតិបានបដិសេធថាលោកស្រីថាក់ឡានីមិនមែនទៅលាក់ខ្លួនក្នុងប្រទេសស៊ុយអែតនោះទេគឺរដ្ឋាភិបាលស៊ុយអែតដែលអ្នកផ្ដល់សិទ្ធិជ្រកកោននយោបាយដល់លោកស្រីទៅវិញទេបន្ទាប់ពីមានពាក្យបណ្ដឹងពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដល់ឡែកលោកអ៊ូវរៈប្រធានវេទិកាអនាគតបានអះអាងថាសង្គមកម្ពុជាបានកំពុងបំភ្លេចនៅកំណែទម្រង់ខណៈបញ្ហានយោបាយស្មុគស្មាញនាពេលបច្ចុប្បន្នកំពុងតែញោមញីសង្គមលោកអ៊ូវរៈបន្តថាចំនួននយោបាយដែលឈានទៅដល់ការលាលែងប្រធានគណៈបក្សសង្គមជាតិនេះនឹងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាឈឺក្បាលនិងធុញទ្រាន់មិនត្រឹមតែប៉ុណ្ណោះបញ្ហានេះកំពុងតែជះផលវិបាកដល់អ្នកវិនិយោគផងដែរសូមស្ដាប់ប្រសាសន៍លោកអ៊ូវរៈ
ប្រធានវេទិកាអនាគតដែលជាការរៀបចំជូនដោយសុនមេសាតាមពិតនៅពេលបច្ចុប្បន្ននេះយើងចំពោះខ្ញុំស្ទប់ស្ដាយដែលថាយើងនិយាយតែរឿងអវិជ្ជមានរឿងធ្វើការកំណែតម្រង់ច្រើនដែលបានលុបបាត់ឈឹងតំណងអត់មានចាប់អារម្មណ៍អត់មានចាប់អារម្មណ៍អត់មានអ្នកណាយោងប្រធានបទតែធ្វើឡើងដូចជាផ្លូវឥឡូវគឺរីកចម្រើនធ្វើចាប់ដើមអីណារៀបគម្រោងដើម្បីកុំឲ្យមានរបបមន់អីនេះគឺចាប់ដើមយើងជិះតាមផ្លូវយើងដឹងឃើញលទ្ធផលព្រាមយើងឃើញក្រសួងអប់រំចាប់ដើមធ្វើការងារបានល្អបរិស្ថានការងារប្រំបាយជាមុនឆ្ងាយហើយតែការរៀបចំប្រព័ន្ធពន្ធបង់ពន្ធតាមប្រព័ន្ធធនាគារទៅគឺសិតតែជារឿងបង់ប្រាក់ខែមន្ត្រីរាជការតាមធនាគារឲ្យតនពេលអីនោះគឺដូរច្រើនមែនទែនខុសគ្នាដាច់មកពី5ឆ្នាំមុនអញ្ចឹងថាពិតមានទលឺដែលវិជ្ជមានច្រើនប៉ុន្តែឥឡូវនេះគឺពីអង់គ្លេសហៅ brown out គឺចប់ហ្មងគឺបិទទៅបានគ្របដណ្ដប់ដោយបញ្ហាវិជ្ជមានហើយជាទូទៅខ្ញុំមើលទៅនឹងវាអាចជាប៉ះពាល់ទៅលើគណៈបកកណ្ដាលវិញព្រោះជារដ្ឋគាត់ថាអាចបន្ទោសគណៈបកកណ្ដាលទេប៉ុន្តែដូចខ្ញុំថាយើងបើសិនជាមានបញ្ហាតានតឹងខ្លាំងគណៈបកសង្គ្រោះជាតិអាចប្រឈមខ្លាំងបានន័យថាតែគាត់មានបញ្ហាត្រូវរៀបចំឡើងវិញក៏នៅមានបញ្ហារញ៉េរញ៉ៃតែគាត់មានទៀតអីចឹងទៅប៉ុន្តែជំរាបដែរទឹកជាប្រកាន់តែធន់ទ្រាំនឹងនយោបាយគាត់អាចធន់ទ្រាំនយោបាយឬក៏អាចធន់ទ្រាំនៅស្ថានភាពបច្ចុប្បន្នហ្នឹងវាប៉ះពាល់វិញប៉ះពាល់មួយទៀតគឺទឹកចិត្តរបស់អ្នករស់ស៊ីនិងអ្នកវិនិយោគហ្នឹងក៏ជារឿងមួយដែលយើងត្រូវគិតដែរនៅម៉ោង 9 ព្រឹកថ្ងៃពុធស្អែកនេះលោកហេងសំរិនប្រធានរដ្ឋសភានឹងដឹកនាំប្រជុំគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភាដើម្បីពិភាក្សាអំពីសំណើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណៈបកនយោបាយនិងដាក់ជូនសភាពេញអង្គប្រជុំនឹងអនុម័តនេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅរសៀលថ្ងៃទី14កុម្ភៈនេះការពិព្រឹកថ្ងៃច័ន្ទក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណៈបកសង្គ្រោះជាតិបានស្នើទៅពន្យាពេលធ្វើវិសោធនកម្មច្បាប់គណៈបកនយោបាយសិនដើម្បីទុកពេលឲ្យមានការពិភាក្សាគ្នាបន្ថែមតែសមាជិកសភាបកកណ្ដាលអំណាចបានបដិសេធថាមិនអាចពន្យាពេលបានទេគូបញ្ជាក់ថាគម្រោងធ្វើវិសោធនកម្មច្បាប់ស្ដីពីគណៈបកនយោបាយនេះបានធ្វើឡើងបន្ទាប់ពីមានការផ្ដួចផ្ដើមការពីពេលថ្មីៗនេះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាដែលលើកឡើងថាអ្នកមានទោសនឹងមិនអាចធ្វើជាប្រធានអនុប្រធានគណៈបកនយោបាយបានទេហើយបើទោសធ្ងន់ធ្ងរអាចនឹងរំលាយគណៈបកថែមទៀតលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃអង្គារនេះបានស្នើឲ្យភាគីរុស្ស៊ីតាមរយៈលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហព័ន្ធរុស្ស៊ីរៀបចំជាផ្លូវការនៅសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងភេរវកម្មដើម្បីឲ្យប្រទេសនានានិងសហគមន៍អន្តរជាតិអាចចូលរួមបាននេះបើតាមការប្រកាសលើបណ្ដាញសង្គម Facebook របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅឯវិមានសន្តិភាពនាទីក្រុងភ្នំពេញលោកនីកូឡាយ ផ្លាតូណូវិចបាទប៉ាតូសេវលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបន្ទាប់ពីពិភាក្សាការងារបញ្ហាក្នុងតំបន់និងបញ្ហាអន្តរជាតិដូចជាប្រឆាំងបទឧក្រិដ្ឋឆ្លងដែនគ្រឿងញៀននិងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ជាពិសេសការប្រយុទ្ធប្រឆាំងអំពើភេរវកម្មលោកក៏បានសន្យាថានឹងនាំសេចក្តីស្នើសុំរបស់លោកហ៊ុនសែនទៅជម្រាបជូនលោកប្រធានាធិបតីរុស្ស៊ីដើម្បីសម្រេចដែលឡែកក្នុងជំនួបរវាងលោកប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយនឹងលោកស្រីវ៉ាន់ហេលីតំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី14កុម្ភៈនេះគឺជាជំនួបដំបូងបន្ទាប់ពីរដ្ឋាភិបាលនិងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចុះហត្ថលេខាជាថ្មីលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសលោកស្រីវ៉ាន់ហេលីនិងលោកប្រាក់សុខុនបានឯកភាពគ្នាពីបំណងជួបពិភាក្សាគ្នាជាទៀងទាត់រយៈពេល3ខែម្ដងរវាងស្ថាប័នទាំងពីរការបញ្ញាចិត្តគោរពឲ្យបាននៅកិច្ចព្រមព្រៀងការពីពេលថ្មីៗនេះរវាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជានិងភាគីតំណាងរដ្ឋាភិបាលកម្ពុជាត្រូវបានលើកឡើងផងដែរនៅក្នុងជំនួបនេះដោយឡែកភាគីទាំងពីរមិនបានជជែកគ្នាទេលើប្រធានបទមន្ត្រីសិទ្ធិមនុស្សអាត60ដែលកំពុងតែជាប់ឃុំខ្លួន4នាក់និងអគ្គលេខាធិការរងកោជបម្នាក់សូមអញ្ជើញស្ដាប់ប្រសាសន៍របស់លោកជុំសុនរីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្លែងប្រាប់អ្នកកាសែតដែលរៀបចំជូនដោយញឹមសុផលដំទេសរំតីបានគូបញ្ជាក់ថាការជួបពិគ្រោះជាទៀងទាត់រវាងក្រសួងការបរទេសជាមួយនឹងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សក៏ដូចជាការធ្វើបានល្អជាងមុននៅទំនាក់ទំនងរវាងភាគីទាំងពីរនេះគឺជាមូលដ្ឋានដើម្បីពង្រឹងនៅកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជាជាមួយនឹងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស
អាយដាមទេសរំទៅក៏បានគូតបញ្ជាក់អំពីសំណុំពររបស់អាយដាមចំពោះការឡាយដាមស្នងការសិទ្ធិមនុស្សក្នុងន័យសម្ដៅពង្រឹងនៅកិច្ចសហការរវាងអ្នកភាគីទាំងពីរក៏ដូចជាក្នុងការកសាងនៃការជឿទុកចិត្តរវាងភាគីទាំងពីរអាយដាមទេសរំទៅបានសំណុំពរសូមឲ្យការឡាយអាយដាមស្នងការសិទ្ធិមនុស្សនៅកម្ពុជាយកចិត្តទុកដាក់ចំពោះការគោរពឲ្យបានត្រឹមត្រូវចំពោះអធិបតេយ្យភាពរបស់កម្ពុជាហើយនឹងជៀសវាងការជិតចែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាស្របតាមការកំណត់នៅក្នុងមាត្រា2.7នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិក៏ដូចជានៅក្នុងការកំណត់ដែលបានលើកឡើងនៅក្នុងក្រមប្រតិបត្តិនានាសម្រាប់មន្ត្រីរដ្ឋបាលអន្តរជាតិនៅក្នុងក្របខ័ណ្ឌនៃការពង្រឹងកិច្ចសហការនយោបាយអាដាមទេសរំតីក៏បានលើកឡើងពីភាពចាំបាច់ក្នុងការផឹងថ្លែងចំពោះករណីដែលមានការប៉ះទង្គិចគ្នាឬក៏ការទូតគ្នារវាងម្ខាងជាសិទ្ធិសេរីភាពនៃភាគីពាក់ព័ន្ធនានាក៏ដូចជារវាងការងាររបស់ទីភ្នាក់ងារអន្តរជាតិជាមួយនឹងការប្រតិបត្តិនៃច្បាប់របស់ប្រទេសម្ចាស់ផ្ទះនៅក្នុងជំនុំនេះដែរលោកស្រីប៉ាធីលីក៏បានអះអាងជូនអាដាមទេសរំតីអំពីភាពស្មោះត្រង់របស់លោកស្រីក្នុងការអនុវត្តនៅភារកិច្ចរបស់លោកស្រីក្នុងក្របខ័ណ្ឌនៃសិទ្ធិមនុស្សតែប៉ុណ្ណោះថ្ងៃនេះគឺជាថ្ងៃទី14កុម្ភៈដែលគេស្គាល់ថាទិវានៃក្តីស្រឡាញ់ Valentine Day ទិវានេះត្រូវបានជ្រៀតចូលបន្តិចម្ដងនៅក្នុងសង្គមកម្ពុជាផ្កាកុលាបនិងកាដូអនុស្សាវរីយ៍ត្រូវបានដាក់លក់នៅតាមទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញអ្នកទិញផ្កាកុលាបទាំងយុវវ័យនិងមនុស្សចាស់ទិញជូនមនុស្សជាទីស្រឡាញ់និងក្រុមគ្រួសារជាដើមស្របពេលទិវានេះក្រសួងពាក់ព័ន្ធមួយចំនួនរួមមានក្រសួងអប់រំក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងកិច្ចការនារីជាដើមបានអំពាវនាវទៅដល់យុវជនកុំឲ្យប្រើប្រាស់ទិវានេះជាលេសប្រព្រឹត្តអំពើអវិជ្ជមានប្រឆាចកន្លងប្រពៃណីនិងធ្វើឲ្យបាត់បង់កិត្តិយសរបស់ខ្លួននិងក្រុមគ្រួសារយើងស្ដាប់ប៉ុនសុភ័ណ្ឌមួយថ្ងៃមុនថ្ងៃទី14កុម្ភៈនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងថាទិវានៃក្តីស្រឡាញ់នៅកម្ពុជាគួរតែជាឱកាសនៃការចែកចាយនិងធានាថាក្តីស្រឡាញ់ដ៏ទូលំទូលាយមួយត្រូវតែបានធ្វើឡើងនៅក្នុងសន្តានចិត្តដ៏ស្មោះសរចំពោះមនុស្សស្រឡាញ់នៅជុំវិញខ្លួនជាអាចមានក្រុមគ្រួសារឪពុកម្ដាយប្តីប្រពន្ធកូនចៅនិងចំពោះមនុស្សដែលនៅជុំវិញខ្លួនដូច្នេះវាចាំបាច់ដែលសង្គមកម្ពុជាជាពិសេសស្រទាប់យុវវ័យត្រូវយល់ដឹងឲ្យពិតប្រាកដជាទីបំផុតនៅវប្បធម៌ប្រពៃណីដ៏ថ្លៃថ្នូររបស់កម្ពុជាដោយមិនមែនប្រើប្រាស់ទិវានេះជាលេសប្រព្រឹត្តអំពើអវិជ្ជមានដែលប្រឆាចកន្លងប្រពៃណីនិងធ្វើឲ្យបាត់បង់កិត្តិយសរបស់ខ្លួននិងក្រុមគ្រួសារនោះទេចំណែកក្រសួងអប់រំយុវជននិងកីឡាវិញក៏បានចេញវិធានការចំនួន4ចំណុចដើម្បីទប់ស្កាត់ស្ថានភាពមិនប្រក្រតីនៅក្នុងទិវាបុណ្យនៃសេចក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទូទៅផងដែរស្រដៀងគ្នាទៅនឹងការអំពាវនាវខាងលើដែរក្រសួងកិច្ចការនារីក៏បានថ្លែងថាកន្លងមកក្រសួងពាក់ព័ន្ធបានរួមចំណែកយ៉ាងសកម្មនិងមានវិធានការទប់ស្កាត់ថ្ងៃនៃសេចក្តីស្រឡាញ់ដែលជាវប្បធម៌បរទេសហូរចូលមកកម្ពុជានេះផងដែរហើយនៅថ្ងៃម្សិលមិញក្រសួងក៏បានធ្វើការក្រើនរំលឹកជាពិសេសយុវវ័យរក្សាភាពថ្លៃថ្នូររបស់ខ្លួនឯងនៅសង្គមកុំលះបង់កិត្តិយសព្រោះតែផ្កាមួយទងហើយបុរសល្អគឺផ្ដល់តម្លៃឲ្យស្ត្រីជាការកាត់សម្គាល់នៅថ្ងៃទី14កុម្ភៈឆ្នាំ2017នេះផ្កាកុលាបនិងកាដូអនុស្សាវរីយ៍ត្រូវបានដាក់តាំងលក់នៅក្នុងផ្សារទំនើបតាមដងវិថីជិតសាលារៀននិងតាមទីកន្លែងដែលយុវវ័យនិយមដើរកម្សាន្តមួយចំនួនការលក់ទាំងនោះថែមទាំងមានដាក់ថាមានការបញ្ចុះតម្លៃទៀតផងនៅតាមភោជនីយដ្ឋានបរទេសខ្មែរមួយចំនួនធំក៏មានសរសេរនិងដាក់រូបភាពនៃក្តីស្រឡាញ់ព្រមទាំងបន្ថែមនៅលើខិត្តប័ណ្ណថាមានកម្មវិធីពិសេសសម្រាប់គូសង្សារនិងមនុស្សជាទីស្រឡាញ់ទៀតផងនៅក្នុងនោះក៏មានការប្រគំតន្ត្រីការលេងល្បែងកម្សាន្តនិងសកម្មភាពផ្សេងៗទៀតក្រោមពាក្យតែមួយថាថ្ងៃនៃសេចក្តីស្រឡាញ់ក្រៅពីសកម្មភាពទាំងនេះក៏មានអង្គការនិងស្ថាប័នរដ្ឋមួយចំនួនបានប្រារព្ធទិវាផ្សេងៗគ្នាដើម្បីអបអរថ្ងៃបុណ្យនៃក្តីស្រឡាញ់ឬ Valentine's Day នេះផងដែរជាក់ស្ដែងនៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកកម្មវិធី Couple Run ដែលជាព្រឹត្តិការណ៍រត់ជាគូចងដៃចងជើងក៏បានរៀបចំធ្វើនៅថ្ងៃទី14កុម្ភៈនេះផងដែរ Couple Run គឺធ្វើដើម្បីរកលុយជួយមន្ទីរពេទ្យគុណធបុប្ផានិងសហព័ន្ធអត្តពលកម្មស្ម័គ្រចិត្តតាមការលក់សម្បុត្រអ្នកចូលរួមអាចជាគូសង្សារគ្រួសារសាច់ញាតិឬ
ឬមិត្តភ័ក្តិអ្នករៀបចំកម្មវិធីរំពឹងថានៅពេលដែលចប់កម្មវិធីនេះល្ងាចនេះនឹងមានអ្នកចូលរួមប្រមាណជា 4,000 អ្នកនៅឆ្នាំនេះខណៈដែលឆ្នាំមុនមានមនុស្សចូលរួមប្រមាណ 3,000 អ្នកចំពោះមជ្ឈមណ្ឌលផ្ដាល់ឈាមដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យរុស្ស៊ីវិញក៏មានរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយនិងទទួលអំណោយឈាមមជ្ឈមណ្ឌលជាតិក្រោមប្រធានបទផ្ដាល់ឈាមផ្ដាល់ក្តីស្រឡាញ់សម្រាប់ទិវានៃក្តីស្រឡាញ់ឆ្នាំ 2017 នេះផងដែរថ្មីនេះរដ្ឋាភិបាលបានបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិការិយាល័យនេះគឺអនុញ្ញាតឲ្យពលរដ្ឋប្តឹងផ្តល់ចំពោះមន្ត្រីសេវាសាធារណៈដូចជាការយកប្រាក់លើសកម្រៃសេវាជាដើមការិយាល័យប្រជាពលរដ្ឋមានតួនាទីទទួលពាក្យបណ្ដឹងស៊ើបអង្កេតនិងសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការសម្ដៅធ្វើឲ្យមានតម្លាភាពចំពោះសេវាសាធារណៈនៅថ្នាក់ក្រោមជាតិហេងឧត្តមរីកាការិយាល័យពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានបែងចែកជាពីរថ្នាក់គឺការិយាល័យពលរដ្ឋថ្នាក់រាជធានីខេត្តនិងការិយាល័យពលរដ្ឋក្រុងស្រុកនិងខណ្ឌតាមរយៈការិយាល័យទាំងនេះពលរដ្ឋខ្មែរជាទូទៅនៅមូលដ្ឋានអាចប្តឹងផ្តល់ចំពោះមន្ត្រីសាធារណៈនៃការិយាល័យច្រកចិញ្ចោតែមួយនិងអាចប្តឹងផ្តល់សម្ដែងការមិនពេញចិត្តចំពោះការគ្រប់គ្រងជាទូទៅនៅមូលដ្ឋានតួយ៉ាងដូចជាពលរដ្ឋអាចប្តឹងមន្ត្រីមូលដ្ឋានដែលផ្តល់សេវាលិខិតស្នាមដោយយកលុយលើសកម្រៃដែលច្បាប់កំណត់និងពលរដ្ឋអាចប្តឹងចំពោះអាកប្បកិរិយាមិនគប្បីរបស់មន្ត្រីមូលដ្ឋានទាំងនោះជាដើមចំពោះការប្តឹងផ្តល់ទាំងនេះគឺគ្មានត្រូវបង់ថ្លៃសេវានោះទេទន្ទឹមនេះលោកសកសេដ្ឋាប្រធានលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថាការបង្កើតការិយាល័យមួយនេះគឺដើម្បីជំរុញឲ្យមានតម្លាភាពនិងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានចំពោះសេវាសាធារណៈនៅថ្នាក់ក្រោមជាតិហើយចាប់ពីពេលនេះតទៅពលរដ្ឋនៅមូលដ្ឋានអាចប្តឹងតវ៉ាប្តឹងទាមទារឬសម្ដែងការមិនពេញចិត្តចំពោះសេវាសាធារណៈនិងការគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់និងមន្ទីរអង្គភាពជំនាញព្រមទាំងភ្នាក់ងារទទួលសមត្ថកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗតាមរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោកសកសេដ្ឋារូបនេះដដែលការិយាល័យពលរដ្ឋគឺជួយដោះស្រាយវិវាទនិងជួយសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ពលរដ្ឋនៅក្រៅប្រព័ន្ធតុលាការក៏ប៉ុន្តែប្រសិនបើពលរដ្ឋនៅតែមិនសុខចិត្តគឺអាចនៅតែបន្តប្តឹងផ្តល់តាមនីតិវិធីរបស់តុលាការថែមទៀតបានគូបញ្ជាក់ថានៅពេលនេះក្រសួងមហាផ្ទៃកំពុងតែរៀបចំកសាងបង្កើតការិយាល័យប្រជាពលរដ្ឋនេះនៅចំកន្លែងសមរម្យណាមួយក្នុងរាជធានីភ្នំពេញខេត្តក្រុងស្រុកនិងខណ្ឌដែលទំនងជាអាចនៅក្បែរនឹងការិយាល័យច្រកចិញ្ចោតែមួយដែរគូជ្រាបដែលថាលក្ខណៈពិសេសនៃការិយាល័យពលរដ្ឋនេះគឺតួនាទីប្រធាននិងអនុប្រធានគឺមិនត្រូវជាមន្ត្រីរាជការនៅក្នុងក្របខ័ណ្ឌរដ្ឋនោះទេចំពោះការជ្រើសរើសបេក្ខជនសម្រាប់មុខតំណែងទាំងពីរនេះទៀតសោតប្រសិនបើជាស្ត្រីជនពិការនិងជនជាតិដើមភាគតិចគឺត្រូវលើកទឹកចិត្តនៅក្នុងការដាក់ពាក្យលើពីនេះការជ្រើសរើសប្រធាននិងអនុប្រធានសម្រាប់ការិយាល័យពលរដ្ឋនេះគឺត្រូវមានការចូលរួមជ្រើសរើសពីតំណាងអាជីវករអ្នកលក់ដូរ7នាក់និងអ្នកតំណាងអង្គការសង្គមស៊ីវិលចំនួន7នាក់ផងដែរពលរដ្ឋខ្មែរ27នាក់នៅក្នុងនោះស្ត្រី10នាក់និងកុមារ17នាក់រស់នៅស្រុកកំពង់រោខេត្តស្វាយរៀងដែលបានចូលទៅសុំទាននិងលក់ឆ្នោតខុសច្បាប់នៅខេត្តទៀនយ៉ាងប្រទេសវៀតណាមត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញសហការជាមួយអាជ្ញាធរវៀតណាមរៀបចំមាតុភូមិនិវត្តន៍ពួកគេត្រឡប់មកដល់កម្ពុជាវិញហើយនៅព្រឹកថ្ងៃអង្គារនេះតាមច្រកទ្វារព្រំដែនអន្តរជាតិបិញហៀបព្រៃវ៉បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានិងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី14កុម្ភៈនេះពលរដ្ឋខ្មែរទាំងនោះត្រូវបានអាជ្ញាធរវៀតណាមរក្សាទុកនៅមជ្ឈមណ្ឌលគាំពារសង្គមនៃមន្ទីរសង្គមកិច្ចខេត្តទីនយ៉ានមុនពេលប្រគល់ជូនមន្ទីរសង្គមកិច្ចខេត្តស្វាយរៀងវិញឧត្តមថ្ងៃនេះឧត្តមបានជួបសម្ភាសជាមួយនឹងបណ្ឌិតឈៀងវណ្ណរិទ្ធដែលយល់ថាបើលោកសំរងស៊ីត្រឡប់ទៅគ្រប់គ្រងបក្សសង្គមជាតិវិញគឺធ្វើឲ្យបាត់បង់ប្រជាប្រិយភាពក្រោយមកគឺជានីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃគុណធីរ៉ានឹងចូលខ្លួនមកអន្តរាគមន៍ពីទីប្រឹក្សាសន្តិសុខជាតិរបស់លោកដូណាល់ត្រាំដែលជាតំណែងដ៏សំខាន់លាឈប់ពីតំណែងដោយសារតែបញ្ហាចម្រូងចម្រាសទាក់ទងនឹងរុស្ស៊ីបន្ទាប់មកលោកអ្នកនឹងបានស្ដាប់នីតិបទចការរបស់អមរវិនដែលរាយការណ៍អំពីនៅជាយក្រុងមានអង្គការជួយក្មេងៗដែលមានឪពុកម្ដាយក្រឬធ្វើចំណាក់ស្រុកបាត់ដំណឹងចុងក្រោយលោកអ្នកនឹងបានស្ដាប់នីតិអក្សរសិល្ប៍ខ្មែររបស់វ៉ាន់ឌីកាអុនភ្ញៀវប្រចាំថ្ងៃ
ជុំវិញការលាលែងពីប្រធានបកពីសំណាក់លោកសំរងស៊ីយើងបានស្ដាប់យោបល់ពលរដ្ឋអ្នកនយោបាយនិងអ្នកវិភាគក្នុងស្រុកជាច្រើនរួចមកហើយនៅរាត្រីនេះវិទ្យុបារាំងបានអញ្ជើញបណ្ឌិតឈៀងវណ្ណរិទ្ធដែលជាអ្នកជំនាញកិច្ចការតំបន់អាស៊ីកំពុងស្នាក់នៅក្រៅប្រទេសមកវិភាគវិញម្ដងប្រធានក្រុមប្រឹក្សាពិបាលនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្របណ្ឌិតឈៀងវណ្ណរិទ្ធបានមានប្រសាសន៍ថាប្រសិនបើលោកសំរងស៊ីត្រឡប់ចូលឆាកនយោបាយវិញឬត្រឡប់ទៅគ្រប់គ្រងបកសង្គ្រោះជាតិវិញនោះគឺធ្វើឲ្យរូបលោកនិងបកសង្គ្រោះជាតិបាត់បង់ប្រជាប្រិយភាពពីព្រោះថាការបត់បែននេះវាលឿនខ្លាំងពេកហើយប្រការនេះគឺធ្វើឲ្យពលរដ្ឋមើលឃើញពីភាពគ្មានគោលជំហរច្បាស់លាស់របស់លោកសំរងស៊ីហើយអ្នកខ្លះអាចនឹងអស់ជំនឿចំពោះរូបលោកថែមទៀតបើតាមបណ្ឌិតឈៀងវណ្ណរិទ្ធលោកសំរងស៊ីគួរតែដើរតួជាសកម្មជនសង្គមដើម្បីជំរុញចលនានយោបាយវិញប្រសើរជាងតទៅនេះសូមស្ដាប់បទសម្ភាសន៍របស់ហេងឧត្តមជាមួយបណ្ឌិតឈៀងវណ្ណរិទ្ធសូមជម្រាបសួរលោកបណ្ឌិតឈៀងវណ្ណរិទ្ធបាទជម្រាបសួរបាទសូមអរគុណលោកបណ្ឌិតដែលអនុញ្ញាតឲ្យវិទ្យុយើងសម្ភាសតាមប្រព័ន្ធបណ្ដាញសង្គមពីប្រទេសសិង្ហបុរីនៅថ្ងៃនេះហើយសូមជម្រាបបណ្ឌិតស្រាប់ថាលោកបណ្ឌិតឈៀងវណ្ណរិទ្ធគឺជាប្រធានក្រុមប្រឹក្សាពិបាលនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រលោកបណ្ឌិតនៅក្នុងនាមលោកបណ្ឌិតជាអ្នកជំនាញសិក្សាតំបន់អាស៊ីហ្នឹងលោកបណ្ឌិតប្រកាសណាស់ជាបានដឹងនិងបានតាមដានពីស្ថានភាពនយោបាយនៅកម្ពុជាដែរអញ្ចឹងខ្ញុំសូមសួរលោកបណ្ឌិតត្រង់តែម្ដងថាបន្ទាប់ពីការលាលែងរបស់លោកសំរងស៊ីថាតើអនាគតរបស់គណៈបកសង្គ្រោះជាតិដែលជាគណៈបកប្រឆាំងធំជាងគេនៅកម្ពុជានឹងទៅជាយ៉ាងណាបាទខ្ញុំគិតថាផលប៉ះពាល់ទាក់ទងទៅនឹងប្រជាប្រិយភាពក៏ដូចជាការគ្រប់គ្រងទៅលើគណៈបកសង្គ្រោះជាតិក្រោយពីការលាលែងតំណែងរបស់លោកសំរងស៊ីខ្ញុំគិតថាពុំសូវពីការប៉ះពាល់ជាអវិជ្ជមានប្រមាណទេពីព្រោះថាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិគឺគាត់ចង់ឲ្យមានការកំណែទម្រង់ឬក៏មានការផ្លាស់ប្ដូរហើយក៏គាត់គ្រប់គ្រងគណៈបកសង្គ្រោះជាតិហ្នឹងក៏មិនមែនតែគ្រប់គ្រងបុគ្គលពីថ្នាក់ដឹកនាំឬក៏គោលនយោបាយទេឃើញថាជាពិសេសអ្នកបោះឆ្នោតវ័យក្មេងដែលជាយុវជនហ្នឹងគេច្រើនគឺគាត់ចង់ឃើញនៅការកំណែទម្រង់ហើយនឹងការផ្លាស់ប្ដូរចំពោះលោកបណ្ឌិតគឺថាមិនមែនគ្រប់គ្រងបុគ្គលទេនៅកម្ពុជាមិនថាអញ្ចឹងវាមានអ្នកគ្រប់គ្រងបុគ្គលដែរក៏ប៉ុន្តែខ្ញុំថាជាភាគតិចពីព្រោះថាចរន្តនៃនយោបាយនៅកម្ពុជាជាពិសេសអ្នកបោះឆ្នោតឬក៏ក្រុមយុវជនវ័យក្មេងដែលមានអាយុក្រោម30ឬក៏35ឆ្នាំនោះប្រហែលជាគាត់មិនសូវឲ្យតម្លៃទៅលើបុគ្គលប្រមាណទេគឺគាត់ឲ្យតម្លៃទៅលើគោលនយោបាយក៏ដូចជាទស្សនវិស័យការវិភាគរបស់លោកបណ្ឌិតគឺដោយការវិភាគរបស់អ្នកវិភាគនៅក្នុងស្រុកមួយចំនួនដែរចំពោះការលាលែងរបស់លោកសំរងស៊ីនៅពេលនេះគឺអ្នកវិភាគនៅក្នុងស្រុកហើយរួមទាំងលោកបណ្ឌិតផងគឺយល់ឃើញថាជាការបាត់បង់តែតួនាទីប៉ុណ្ណោះគឺអាចថាបាត់បង់ជារូបភាពខាងក្រៅប៉ុន្តែជាដួងព្រលឹងគឺនៅតែបន្តស្ថិតនៅឡើយគឺមានន័យថាស្ថិតនៅក្នុងចិត្តរបស់អ្នកគ្រប់គ្រងនិងស្ថិតនៅក្នុងចលនាមហាជនមិនថាអញ្ចឹងលោកបណ្ឌិតបាទហ្នឹងហើយពីព្រោះថាចរន្តនយោបាយវាមានការផ្លាស់ប្ដូរច្រើននៅក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះហើយយើងឃើញថាសន្ទុះយុវជនជំនាន់ក្រោយហ្នឹងគឺក៏មានកម្លាំងគួរឲ្យកត់សម្គាល់ដែរហើយក៏គាត់ជាកម្លាំងនិយាយចំទៅជាអ្នកកំណត់ជោគវាសនាអនាគតរបស់ប្រទេសកម្ពុជាគឺកម្លាំងយុវជនហើយខ្ញុំគិតថាកម្លាំងយុវជនបច្ចុប្បន្នហ្នឹងគាត់យល់បញ្ហាសង្គមបញ្ហាសេដ្ឋកិច្ចនយោបាយហ្នឹងគឺមានការស៊ីជម្រៅជាងមុនដូច្នេះខ្ញុំគិតថាការឲ្យតម្លៃទៅលើបុគ្គលវាមិនមានសារៈសំខាន់អ្វីប្រមាណទេចំពោះអនាគតនៃនយោបាយនៅកម្ពុជាបាទបើតាមការប្រមាលមើលរបស់លោកបណ្ឌិតទៅតើលោកសំរងស៊ីអាចនឹងមានចន្លោះផ្លូវណាមួយវិលមកកាន់ទីលាននយោបាយវិញដែរឬទេឬក៏វិលទៅគ្រប់គ្រងគណៈបក្សសង្គ្រោះជាតិវិញដែរឬទេបាទខ្ញុំគិតថាបើគាត់ត្រឡប់មកកាន់តួនាទីនយោបាយវិញឬក៏ធ្វើជាប្រធានគណៈបក្សសង្គ្រោះជាតិវិញខ្ញុំគិតថាធ្វើឲ្យគណៈបក្សសង្គ្រោះជាតិនឹងបាត់បង់ប្រជាប្រិយភាពវិញទេពីព្រោះថាយើងពុំមានគោលជំហរច្បាស់លាស់ហើយយើងឲ្យថាបត់បែននឹងវាលឿនឬក៏ដូចជាលក្ខណៈបោកបញ្ឆោតជាពលរដ្ឋអីចឹងដូច្នេះខ្ញុំគិតថាគាត់មិនមកចូលប្រឡូកក្នុងខ្សែនយោបាយបន្តទៅទៀតគាត់បោកប្រឡូកខ្ញុំគិតថាវាអាចនឹងបាត់បង់ប្រជាប្រិយភាពរបស់គណៈបកឆាំមួយនេះបាទអញ្ចឹងមានន័យថាបើសិនជាលោកសំរងស៊ីចង់ប្រឡូកក្នុងវិស័យនយោបាយវិញមានតែបង្កើតបកថ្មីខ្ញុំគិតថាគាត់ក៏មិននឹងបង្កើតបកថ្មីអ្វីដែរបើខ្ញុំគិតថាប្រហែលជាគាត់ដើរផ្លូវជាអ្នកហៅថា social activist គឺជាសកម្មជនសង្គមវិញគឺលះបង់ពីទូនាទីនយោបាយហើយជាអ្នក
ទឹកមកទៅចលនាសង្គមឬក៏ចលនាមហាជនវិញដើម្បីធ្វើការផ្លាស់ប្ដូរលោកបណ្ឌិតតាអាចបានសេចក្តីថាជាការបញ្ចប់ជីវិតនយោបាយរបស់គាត់ដែរទេបើសិនជាធ្វើជាអ្នកជំរុញចលនាសង្គមឲ្យធ្វើនយោបាយប៉ុន្តែគាត់អត់ធ្វើនយោបាយទេតើជីវិតនយោបាយរបស់លោកសំរងស៊ីអាចបញ្ចប់ឬក៏យ៉ាងណាពាក្យថាជីវិតនយោបាយមិនមែនថាយើងមានទូនាទីតំណែងជាអ្នកនយោបាយបានថាយើងធ្វើជីវិតនយោបាយទេជីវិតនយោបាយគាត់នៅតែមានពីព្រោះថានឹងមានសកម្មភាពនៅក្នុងសង្គមដូច្នេះការចូលរួមសង្គមការប្រមូលផ្ដុំនៅមហាជនក៏ជាជីវិតនយោបាយនៅក្នុងបែបសង្គមមួយដើម្បីឈានទៅរកនៅកំណែទម្រង់គឺក៏ការផ្លាស់ប្ដូរសង្គមណាមួយដូច្នេះខ្ញុំគិតថាជីវិតនយោបាយរបស់គាត់នៅតែមាននៅក្នុងសង្គមកម្ពុជាលោកបណ្ឌិតដោយសារតែលោកបណ្ឌិតជំនាញខាងកិច្ចការតំបន់អាស៊ីផងខ្ញុំចង់ធ្វើការវិភាគពីនយោបាយកម្ពុជានិងប្រទេសថៃបន្តិចព្រោះថាការពីពេលថ្មីៗហ្នឹងលោកនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសចេញបញ្ជាដោយផ្ទាល់មាត់ហ្នឹងថាធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយថាធ្វើឲ្យដូចថៃតែម្ដងទៅបើតាមសម្ដីហ្នឹងចំពោះលោកបណ្ឌិតតើប្រមុខរដ្ឋាភិបាលចង់សម្ដៅឬក៏ចង់ធ្វើឲ្យដូចថៃត្រង់ចំណុចណាហើយតើត្រូវធ្វើដូចម្ដេចបាទបរិបទប្រទេសកម្ពុជានិងប្រទេសថៃគឺខុសគ្នាទូអង្គនយោបាយក៏ខុសគ្នាដែរក៏ប៉ុន្តែយើងមើលបទពិសោធន៍ប្រទេសថៃកន្លងទៅការដែលប្រើប្រាស់នៅយន្តការច្បាប់គណៈបកនយោបាយដើម្បីរំលាយនៅគណៈបកដែលគិតថាប្រឆាំងទៅនឹងហៅថាអំណាចរបស់យោធាក៏ដូចជាអំណាចរបស់ក្រមរាជវាំងឃើញថាមានប្រសិទ្ធភាពក្នុងការបែកគណៈបកក៏ប៉ុន្តែសម្លេងនៅអ្នកគ្រប់គ្រងនៅតែដដែលពីព្រោះថាគណៈបកបដូរឈ្មោះយ៉ាងណាក៏ដោយក៏ប៉ុន្តែប្រជាជននៅតែបោះឆ្នោតឲ្យគណៈបកដែលខ្លួនស្រឡាញ់និងពេញចិត្តដដែលដូច្នេះផលប៉ះពាល់មានតិចតួចនៅក្នុងប្រទេសថៃហើយគិតតាមមកស្រុកខ្មែរយើងក៏ផលប៉ះពាល់តិចតួចដែរមិនមានអ្វីជាកំពុងទេបាទអញ្ចឹងបើតាមការមើលនយោបាយថៃទៅការរំលាយគណៈបកនៅប្រទេសថៃនេះខ្ញុំសូមរំលឹកឡើងវិញចាប់ពីការរំលាយបកថៃរៈថៃរបស់លោកថាក់ស៊ីនការរំលាយបក People Power ឬក៏បកកម្លាំងថៃរបស់ប្អូនថ្លៃរបស់លោកថាក់ស៊ីនហ្នឹងរហូតទៅដល់ការរំលាយបកភឿថៃរបស់លោកស្រីយីងឡាក់ដែលជាប្អូនស្រីបកកើតរបស់លោកថាក់ស៊ីនហ្នឹងក៏ប៉ុន្តែដោយលោកបណ្ឌិតបានបញ្ជាក់មិញគឺបដូរតែឈ្មោះទេតែទីបំផុតទៅខ្សែស្រឡាយនិងបកពួករបស់លោកថាក់ស៊ីនគឺនៅតែបន្តឈ្នះឆ្នោតរហូតហើយចំណែករដ្ឋាភិបាលថៃរបបសិទ្ធិថៃរាល់ថ្ងៃនេះក៏នៅតែបន្តពន្យាពេលការបោះឆ្នោតម្ដងជាពីរដងទៅហើយព្រោះថាទំនងជាអាចថាខ្លាចការចាញ់ឆ្នោតជាដើមបើដូច្នេះមែនវាច្បាស់ជាផ្ទុយពីការចង់បានរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជាទៅហើយមិនថាអញ្ចឹងបាទនឹងហើយខ្ញុំគិតថាការដែលគណៈបកនយោបាយของผู้ប្រជែងអំណាចវាតែងតែមានហៅថាការជំរងចម្រាស់ឬក៏ការគម្រាមកំហែងអានឹងវាជាមិនផុតទេក៏ប៉ុន្តែលទ្ធផលជាក់ស្ដែងសម្រាប់ថាយើងនៅរងចាំមើលនៅការបោះឆ្នោតគុំសង្កាត់ឆ្នាំនេះហើយនឹងការបោះឆ្នោតជាសកលនៅឆ្នាំក្រោយលោកបណ្ឌិតខ្ញុំចង់ប្រៀបធៀបមួយទៀតចំពោះកម្លាំងមហាជននៅប្រទេសថៃនិងនៅកម្ពុជាកាលពីមុនរំលាយបករបស់លោកថាក់ស៊ីនមែនតើទៅបករបស់គាត់គឺជាបកឈ្នះឆ្នោតហើយបើទោះបីជារំលាយបកម្ដងជាពីរដងដែលជាបកពួកឬក៏ខ្សែស្រឡាយរបស់លោកថាក់ស៊ីនច្រើនដងក្តីហ្នឹងក៏សម្រេចសម្រួចទៅបករបស់ពួកគាត់ហ្នឹងក៏នៅតែបន្តឈ្នះក៏ប៉ុន្តែបកសំរងស៊ីឬក៏បករបស់លោកសំរងស៊ីជាផ្លូវការគឺមិនដែលឈ្នះឆ្នោតម្ដងណាឡើយហើយចំពោះលោកបណ្ឌិតបករបស់លោកសំរងស៊ីទោះបីជាបង្កើតថ្មីឬក៏បកចាស់ក្តីក៏ទំនងជាគ្មានផ្លូវទេមើលទៅមិនថាអញ្ចឹងលោកបណ្ឌិតបាទពិបាកនឹងឈ្នះព្រោះថាមធ្យោបាយផ្សេងគឺគណៈបកការអំណាចគណៈបកជាជននឹងគឺមានមធ្យោបាយច្រើនជាងហើយយើងឃើញថាគណៈបកតូចក៏កំពុងតែការព្រឹកតុកដាល់អាចជាកត្តាបំបែកនៅសម្លេងរបស់គណៈបកប្រឆាំងដូច្នេះក្នុងការបោះឆ្នោតទីគុំសង្កាត់គណៈបកតអំណាចគណៈបកជាជននៅតែឈ្នះក៏ប៉ុន្តែការបោះឆ្នោតនៅឆ្នាំក្រោយតែជាបោះឆ្នោតបន្តអានោះជាការប្រកួតប្រជែងមែនទែនបាទថាដូចជាកាប់ដាច់ព្រាត់ហើយនៅក្នុងការតស៊ូនយោបាយរបស់គណៈបកឆាំងក៏ដូចជាការប្រកួតប្រជែងអំណាចជាមួយគណៈបកទីអញ្ចឹងលោកបណ្ឌិតអាចចង់មានន័យថាបើទោះបីជាយ៉ាងណាក៏ដោយតួអង្គលោកសំរងស៊ីនៅកម្ពុជាគឺមិនមែនជាតួអង្គថាក់ស៊ីននៅប្រទេសថៃទេមិនថាអញ្ចឹងមិនមែនទេពីព្រោះថាលោកថាក់ស៊ីនធ្លាប់កាន់អំណាចហើយគាត់បានបង្កើតនៅជាប្រតិភិបគួរឲ្យកត់សម្គាល់ការគាត់កាន់អំណាចនៅប្រទេសថៃដូច្នេះគាត់មានថាស្នាដៃនៅក្នុងគោលនយោបាយសេដ្ឋកិច្ចតែមានលក្ខណៈជាប្រជាពិធដែរវាចំទៅជាលក្ខណៈ populist ហើយយើងឃើញថាលោកថាក់ស៊ីនបានបង្កើតនៅប្រព័ន្ធនយោបាយស្មុគស្មាញមួយពីក្រុងរហូតដល់ជនបទជាពិសេសនៅតាមតំបន់ជនបទ
ដូច្នេះវាមានភាពខុសប្លែកគ្នាលោកបណ្ឌិតជាសំណួរចុងក្រោយនឹងចង់បានជាអនុសាសន៍របស់លោកដែរចំពោះយោបល់របស់លោកបណ្ឌិតតើកម្ពុជាឬក៏អ្នកនយោបាយនៅកម្ពុជាគួរតែត្រូវធ្វើដូចម្តេចដើម្បីសម្រួលស្ថានភាពនយោបាយឡើងវិញឲ្យដើរត្រង់បន្ទាត់ប្រជាធិបតេយ្យឡើងវិញបើតាមលោកបណ្ឌិតបាទមានតែការចរចាការពិភាក្សាគ្នាត្រង់ទៅត្រង់មកនៃគណៈបកសង្គមទេតែទើបអាចបង្កើតនៅការជឿទុកចិត្តគ្នាបានในនយោបាយហើយនឹងធ្វើការសម្របសម្រួលពីព្រោះថាបញ្ហានយោបាយត្រូវតែរកដំណោះស្រាយតាមបែបនយោបាយសូមអរគុណលោកបណ្ឌិតយ៉ាងច្រើនដែលយល់ព្រមឆ្លើយនឹងសំណួររបស់ប្រជាបារាំងនៅថ្ងៃនេះហើយសូមជម្រាបមិត្តអ្នកស្ដាប់ថាលោកបណ្ឌិតឈៀងវណ្ណរិទ្ធគឺជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រលោកបណ្ឌិតអរគុណជំរាបលាបាទនៅជាក្រុងភ្នំពេញក្នុងសហគមន៍អណ្ដូងខណ្ឌពោធិ៍សែនជ័យមានអង្គការមួយទទួលចិញ្ចឹមក្មេងដែលជាកូនចៅអ្នកក្រឬមានឪពុកម្ដាយបានធ្វើចំណាក់ស្រុកបាត់ដំណឹងអង្គការនេះបានធ្វើសកម្មភាពតាំងពីឆ្នាំ2006មកម្លេះប៉ុន្តែមានអ្នកខ្លះមិនពេញចិត្តសកម្មភាពមនុស្សធម៌នោះទេពីព្រោះយកកុមារទៅសម្ដែងសិល្បៈដែលប៉ះពាល់ដល់ការសិក្សារបស់ក្មេងៗតទៅនេះសូមលោកនាងស្ដាប់បទយការបស់អឹមលវិនដូចតទៅរាវីមានអាយុ16ឆ្នាំហើយបានមករស់នៅអង្គការបណ្ដុះបណ្ដាលកុមារកំព្រាជនពិការនិងស្ត្រីក្រីក្រដែលនៅជាយរាជធានីភ្នំពេញជាសហគមន៍របស់ពលរដ្ឋដែលត្រូវអាជ្ញាធរជម្លៀសចេញពីតំបន់មួយចំនួននៅក្នុងទីក្រុងដូចជាសហគមន៍សម្បុកចាបដីក្រហមនិងបរិយាកាសជាដើមរាវីរស់អាស្រ័យនឹងអង្គការនេះក៏ប៉ុន្តែនាងត្រូវរៀនរបាំដើម្បីចេញទៅសម្ដែងរកប្រាក់ទ្រទ្រង់អង្គការផងនិងដើម្បីបន្តជីវិតទុរគតរបស់ខ្លួនឯងផងក្មេងស្រីរូបនេះបានកំពុងរៀនថ្នាក់ទី8ហើយនាងចេញទៅសម្ដែងរបាំនៅពេលដែលទំនេរពីការសិក្សាជូនប៉នេសាទរបាំអីគេចេះបានរៀនថ្ងៃណាគេជួចំថ្ងៃអាទិត្យអត់ដែលប៉ះពាល់ទេបើសិនជាលេងរបាំពេលថ្ងៃពេលព្រឹកមកវេនរៀនពេលព្រឹករំពេលថ្ងៃរាវីមានស្រុកកំណើតមកពីខេត្តបាត់ដំបងការរសាត់មកដល់អង្គការនេះបន្ទាប់ពីឪពុករបស់ខ្លួនបានស្លាប់ហើយម្ដាយរបស់នាងបានធ្វើចំណាក់ស្រុកទៅរកការងារធ្វើនៅប្រទេសថៃនៅក្នុងចំណោមបងប្អូន4នាក់រាវីនិងប្អូនប្រុសបានមករស់នៅជាមួយនឹងអង្គការនេះខ្ញុំរៀនដល់ចប់ថ្នាក់ទី12អង្គការបណ្ដុះបណ្ដាលកុមារកំព្រាជនពិការនិងស្ត្រីក្រីក្រត្រូវបានបង្កើតឡើងដោយស្ត្រីម្នាក់ជាអតីតអ្នកភូមិសម្បុកចាបឈ្មោះអ្នកស្រីប្រាក់សុខាអង្គការនេះមានទីតាំងនៅក្នុងសហគមន៍មណ្ដងក្នុងសង្កាត់គូក្រកាខណ្ឌពោធិ៍សែនជ័យនាពេលបច្ចុប្បន្ននេះឥឡូវ35ចាប្រុស20ស្រី15ម្ដាយឪពុកខ្លះអត់ឪពុកខ្លះអត់ម្ដាយខ្លះទៅលេងលះគ្នាខ្លះទៅគ្នាក្រអត់មានអីស្មោះដើររើសអេចាយខ្ញុំឲ្យមកឪពុកលោកថាពេលរត់រើសអេចាយអញ្ចឹងទៅយកកូនទៅដែរអញ្ចឹងខ្ញុំសុំគាត់ទៅចេះបានហ្នឹងហើយនឹងសាលាមត្តេយ៍ដែលទូចនោះ6ឆ្នាំ7ឆ្នាំហ្នឹង33នាក់ដែរប៉ុន្តែញ៉ាំបាយពេលព្រឹករៀនតែពីច័ន្ទដល់សុក្រនឹងពេលព្រឹកញ៉ាំនំម្ដងពេលថ្ងៃត្រង់បាយម៉ោង5ម្ដាយពុកមកយកនឹង33នាក់ហើយអ្នកនៅផ្ទាល់មកនៅផ្ទាល់នេះ35នាក់រៀននៅសាលារដ្ឋហើយនៅសាលាប្រហាំកន្លែងប្រហាំហ្នឹងគាត់ខាងវិសុគ្រឹះគាត់ជួយថ្នាក់ទី7គាត់បញ្ជូនទៅរដ្ឋនឹងសិតបញ្ជូនទៅពីដើមរៀនកន្លែងប្រហាំព្រឹករៀនរដ្ឋថ្ងៃរៀនសាលាអង់គ្លេសពេលល្ងាចមកផ្ទះវិញហ្នឹងខ្លះបើនិយាយទៅ35នាក់ហ្នឹងវាពាក់កណ្ដាលព្រឹកពាក់កណ្ដាលថ្ងៃរៀននៅសាលារដ្ឋហើយនៅនេះដល់អាយុប្រហែលទៅធំដល់18កាលពីចុងសប្តាហ៍មុននេះអ្នកស្រីប្រាក់សុខាបានអង្គុយចែកអាហារម្ហូបដល់ក្មេងៗនៅក្នុងមណ្ឌលរបស់គាត់ចានមួយដែលគេអាចដាក់សម្លផងបាយផងកុមារបាននាំគ្នាមកទទួលម្នាក់មួយហើយទៅអង្គុយទទួលទានតែរៀងខ្លួនថ្ងៃនេះក្មេងៗនៅក្នុងអង្គការនេះមានសម្លម្ជូរប្រលិតជាអាហារថ្ងៃត្រង់របស់ពួកគេអស់ច្រើនដែរនឹងក្នុងមួយថ្ងៃបើយើងហូបព្រឹកព្រៀងអស់$5-10អានឹងអត់គិតអង្គគិតភ្លឺភ្លិតអស់ហ្នឹងគិតតាមចំណែកម្ហូបវា$5-10អង្គអស់មកបើយើងញ៉ាំនេះអស់7បីអង្គការបណ្ដុះបណ្ដាលកុមារកំព្រាជនពិការនិងស្ត្រីក្រីក្រអាចទ្រទ្រង់សកម្មភាពរបស់ខ្លួនបានដោយសារតែការចេញទៅសម្ដែងសិល្បៈរបស់ក្មេងៗដែលត្រូវអង្គការយកមកចិញ្ចឹមនេះក្មេងៗដែលមានអាយុពី15ទៅ16ឆ្នាំដែលអង្គការរើសយកមកចិញ្ចឹមអាចសម្ដែងរបាំនិងល្ខោនបាសាក់បានថាបាន3រោងអីមួយខែសង្កាត់ទៅបាន2រោងចង្ការបាន1រោងបានប៉ុន្មានទេ1រោងបាន1300 1002តាមចិត្តតាមឆ្ងាយហើយយកមកទ្រទ្រង់ចាមកទ្រទ្រង់ទៅឲ្យគាត់អ្នក40000 50000ទុកសម្រាប់ឲ្យគាត់រៀន
ចាហើយយើងនៅសម100 200ទិញកទិញម្ហូបឲ្យវាអ្នកស្រីប្រាក់សុខាបាននិយាយថាក្រៅពីការរកចំណូលតាមរយៈសិល្បៈនេះមានស្ថាប័នជាតិនិងអន្តរជាតិមួយចំនួនគេបានផ្ដល់ជំនួយដល់អង្គការរបស់អ្នកស្រីផងដែរហើយប្រហែលថ្ងៃនេះខាងកាក់ក្បាត់ក្រហមក៏មកជួយម្ដងហើយមុនដូចគេថារបៀបគេអត់ស្គាល់ដល់ហើយគេស្គាល់បានជួយច្រើនបានឧបត្ថម្ភកហើយបានខាងលាកាគេជួយមក6ខែហ្នឹងឯងគាត់ឲ្យទឹកស្អ៊ីវទឹកត្រីហើយនឹងត្រីខកំប៉ុងក៏ផ្លូវប្រធានគាត់ថាជនជាតិចិនហ្នឹងគាត់មកមើលរបាំមើលហ្នឹងគាត់ថាគាត់នឹងព្យាយាមយកក្មេងទៅរំនៅលាកាហើយបានខាងប៉ុមហ្នឹងអាសាហៅមកសេអងហ្នឹងតលខោតឈុតលខោតមួយលបាំ2អញ្ចឹងបាន150បាន200ការចេញទៅសម្ដែងរបស់ក្មេងៗដែលរស់នៅក្នុងអង្គការនេះភាគច្រើនធ្វើឡើងនៅពេលយប់គឺសម្ដែងនៅតាមកម្មវិធីបន់នានានៅតាមខេត្តក្រុងទូទាំងប្រទេសនិងការសម្ដែងជាប្រចាំថ្ងៃនៅតាមមណ្ឌលកំសាន្តភោជនីយដ្ឋាននៅក្នុងទីក្រុងភ្នំពេញដោយជាលោកស្រីប្រធានអង្គការបានលើកឡើងនៅមុននេះអញ្ចឹងជាមួយនឹងការកោតសរសើរពីការដែលគាត់ចេះធ្វើសកម្មភាពដើម្បីជួយសង្គមបែបនេះក៏មានការព្រួយបារម្ភថាបើកអង្គការហើយយកក្មេងៗចេញទៅសម្ដែងបែបនេះអាចធ្វើឲ្យក្មេងៗរៀនមិនចូលការព្រួយបារម្ភនេះត្រូវបានអ្នកស្រីប្រធានអង្គការបណ្ដុះបណ្ដាលកុមារកំព្រាជនពិការនិងស្ត្រីក្រីក្រអះអាងថាគាត់នឹងដៃគូអង្គការមួយចំនួនក៏បានគិតគូរពីបញ្ហានេះដែរឥឡូវខាងជប៉ុនគាត់ឲ្យផ្អាកដែរបានតែចំស្អែកអាទិត្យទេបានដើរលេងពួកក្មេងរៀនដូចថាវារៀនអត់ប្រកែកាលណាបើយើងប្រើលខោនហើយនៅលបាំនឹងច្រើនក្មេងអត់ចេះអក្សរក៏យើងប៉ះពាល់ជប៉ុននោះទៅចាប់ជួយបាន2ខែមួយមកក៏ចាប់ជួយក៏ទៅវា3 4 5ខែបានចាប់ជួយ2ខែមួយហ្នឹងក៏ជួយបងទឹកបងភ្លើងបងដីនៅក្នុងថ្ងៃឈប់សម្រាកក្មេងៗខ្លះស្ថិតនៅក្នុងបរិវេណអង្គការពួកគេបានរៀបចំនិងលេងឧបករណ៍តន្ត្រីដែលពួកគេត្រូវសម្ដែងទីធ្លាអង្គការនេះស្ថិតនៅក្នុងដីឡូធំមួយក៏ប៉ុន្តែសំណង់អគារនៅទីនេះមិនរឹងមាំនោះទេទំនងជាការសាងសង់បណ្ដោះអាសន្នតែប៉ុណ្ណោះអ្នកស្រីប្រាក់សុខានិយាយថាទីតាំងអង្គការនេះគាត់បានជួលដីក្នុងតម្លៃ$200ក្នុងមួយខែចង់សុបាយជាងទីក្រុងហ្នឹងឥឡូវណាបួលខ្ញុំទៅក្រុងខ្ញុំអត់ទៅទេក្មេងៗទេអត់ចង់ទៅទេអង្គការបណ្ដុះបណ្ដាលកុមារកំព្រាជនពិការនិងស្ត្រីក្រីក្របានបង្កើតឡើងនៅឆ្នាំ2006ពីដំបូងបេសកកម្មរបស់ពួកគេជួយតែក្មេងៗស្ថិតនៅក្នុងសហគមន៍ក្រីក្រដូចជាអតីតអ្នកភូមិសំមុខចាបដីក្រហមតែប៉ុណ្ណោះបច្ចុប្បន្ននេះក្មេងៗមកពីគ្រប់តំបន់ដែលមានការលំបាកទីទាល់ក្រអង្គការនេះទទួលយកមកចិញ្ចឹមគ្រប់ខេត្តចាបាត់ដំបងស្វាយរៀងព្រៃវែងច្រើនព្រៃកំពង់ស្ពឺបាត់ដំបងនិយាយរួមច្រើនអ្នកដែលម្ដាយឪពុកទៅថៃតែទៅថៃស្លាប់ឪពុកទៅក៏ស្លាប់ដែរខ្លះក៏ស្លាប់ទាំងអស់ខ្លះជាប់ពួកក្នុងថៃអូទៅគេអ្នកស្រុកភូមិនឹងដឹងតែខ្ញុំដើរលេងខំចេះចែកកាត់ស្ទីគេដឹងថាកលខោនឹងមានវងក្មេងកំព្រាអញ្ចឹងដាក់ជួយក្មេងកំព្រាគាត់ទេតាមទូរស័ព្ទសុំមកគាត់សុំច្បាប់ពីសង្កាត់ភូមិមកសញ្ញាមកបានខ្ញុំទទួលបើតាមប្រធានអង្គការបណ្ដុះបណ្ដាលកុមារកំព្រាជនពិការនិងស្ត្រីក្រីក្រក្មេងកំព្រានៅទីជនបទដែលត្រូវការជំនួយទំនងជាចេះតែកើនឡើងនៅពេលបច្ចុប្បន្ននេះនៅពេលជីវភាពពលរដ្ឋក្រីក្រហើយមានការធ្វើចំណាក់ស្រុកច្រើននោះពីមុនគេដឹងថាក្មេងៗកំព្រានៅកម្ពុជាបណ្ដាមកពីសង្គ្រាមអក្សរសិល្ប៍ខ្មែរនៅក្នុងនីតិអក្សរសិល្ប៍ខ្មែររបស់យើងនាសប្តាហ៍នេះវ៉ាន់ឌីកាអនសូមលើកយករឿងនិរាសនគរវត្តរបស់អុកញ៉ាសុតនព្រៃជាអិនមកអត្ថាធិប្បាយជូនលោកអ្នកស្ដាប់ដូចតទៅរឿងនិរាសនគរវត្តរបស់អុកញ៉ាសុតនព្រៃជាអិនបានត្រូវបោះពុម្ពផ្សាយជាលើកដំបូងបង្អស់នៅឆ្នាំ1926គឺ2ឆ្នាំក្រោយពេលដែលកវីរូបនេះទទួលអនិច្ចកម្មស្នាដៃនេះដែលបានត្រូវនិពន្ធនៅក្នុងរាជរង្ស៊ីសវ័តបានត្រូវវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតយកមកបោះពុម្ពផ្សាយលើកដំបូងបង្អស់ចំនួន3000ច្បាប់នៅឆ្នាំ1969ត្រូវនឹងពុទ្ធសករាជ2512សុតនព្រៃជាអិនកើតនៅថ្ងៃ22កក្កដាឆ្នាំ1859នៅរកាកោងស្រុកមុខកំពូលខេត្តកណ្ដាលហើយទទួលមរណភាពនៅឆ្នាំ1924នៅឆ្នាំ1889លោកបាននិពន្ធសៀវភៅមួយមានចំណងជើងថារឿងអំបែងបែកគឺអុកញ៉ាសុតនព្រៃជាអិននេះហើយដែលនៅឆ្នាំ1920បាននិពន្ធសៀវភៅកតិលោក
គឺការលើកឡើងអំពីដំណើររបស់លោកយើងនេះតាមរយៈរឿងនិទានជាច្រើនដែលអ្នកសិក្សាអក្សរសាស្ត្រខ្មែរស្គាល់និងចាំស្ទាត់រហូតមកទល់ពេលសប្តាហ៍ថ្ងៃនេះស្នាដៃផ្សេងទៀតមានជាអាចលោកនីតិបករបោះពុម្ពផ្សាយលើកទី2ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតនៅឆ្នាំ1953សុភាសិតច្បាប់ស្រីបោះពុម្ពផ្សាយនៅឆ្នាំ1965ព្រះរាជពង្សាវតារខ្មែរដែលពុំដែលបានត្រូវបោះពុម្ពផ្សាយសោះនៅស្រុកខ្មែរមកទល់ពេលនេះគឺជាឯកសារសរសេរដៃដែលសប្តាហ៍ថ្ងៃនេះបានត្រូវគេយកមករក្សាទុកនៅក្នុងបណ្ណាល័យ Société des Missions Étrangères នៅប្រទេសបារាំងចំពោះបទនិពន្ធដែលមានចំណងជើងថានិរិះនគរវត្តនេះហើយដែលអ្នកស្រាវជ្រាវខ្លះហៅថាកាបនិរិះអង្គរគឺជាស្នាដៃអក្សរសិល្ប៍មួយប្រភេទកម្រមានគឺជាការលើកឡើងអំពីការធ្វើដំណើរឆ្ពោះទៅអង្គរវត្តដោយឆ្លងកាត់បឹងទន្លេសាបតាមកប៉ៅនៅជំនាន់លួងស៊ីសុវត្ថិកវីសុតនព្រៃជាអិនធ្វើការរៀបរាប់ទេសភាពយ៉ាងរស់រវើកដោយផ្ដោតអារម្មណ៍និងមនោសញ្ចេតនារបស់លោកនៅពេលនោះទៅជាមួយផងគឺមិនខុសប្លែកពីផ្ទាំងគំនូររបស់បណ្ដាវិចិត្រករ Impressionist ទេក្រោមពន្លឺព្រះអាទិត្យដ៏ចែងចាំងទេសភាពដែលសុតនព្រៃជាអិនពិពណ៌នាមានសភាពស្រស់បំព្រងធ្វើឲ្យយើងមានការចាប់អារម្មណ៍ជាងគេនៅក្នុងបទនិពន្ធនេះគឺការសោកស្ដាយគឺភាពក្រៀមក្រំរបស់អ្នកនិពន្ធនៅចំពោះមុខប្រាសាទដ៏ល្អប្រណិតដែលបានត្រូវរុក្ខជាតិញែកបំបែកកោះរំលើងដោយឥតមេត្តានៅចំពោះមុខទស្សនីយភាពនេះលោកសរសេរដូចនេះថាអោអនិច្ចាសង្ខារនីគាថ្មមាយថិដ្ឋេជេកាលនៅនេះមិនទាន់ប៉ុន្មានមកមងសៅមករុះរាយធ្លាក់ទៅទីតីផ្ដាស់មែនណសពសង្ខារក្នុងលោកីមិនថាអ្វីកើតមកគង់វិនាចុះត្រៃរៈជាយ៉ាងពុតប្រកាសសង្ខារចាស់គង់ផ្លាស់ទៅជាថ្មីក្រៅពីការក្រៀមក្រំនេះសុតនព្រៃជាអិនចេះពិពណ៌នារូបចម្លាក់តាមជញ្ជាំងប្រាសាទអង្គរដែលចំពោះលោកនៅមានលក្ខណៈរស់រវើកនៅហើយតាមរយៈរូបភាពទាំងនោះដែលរចនាឡើងដោយអ្នកប្រាជ្ញខ្មែរជំនាន់នោះសុតនព្រៃជាអិនប្រមើលមើលឃើញដោយភាពរុងរឿងថ្កុំថ្កើងរបស់ខ្មែរយើងនៅសម័យនោះប៉ុន្តែបន្ទាប់ពីការធ្លាក់ចុះដុនដាបដោយសារសង្គ្រាមក្នុងស្រុកនិងពីការឈានពានពីសំណាក់ប្រទេសជិតខាងខ្មែរបានបាត់បង់អស់នៅស្មារតីកសាងស្ថាបនាដែលជាកេរដំណែលបទកំណាព្យនិរិះនគរវត្តនេះរបស់អោកញ៉ាសុតនព្រៃជាអិនធ្វើឲ្យយើងគិតឃើញថាការរក្សាកេរដំណែលវប្បធម៌ខ្មែរជាការមួយដ៏ពិបាកក្រោយសម័យអង្គរគេពុំឃើញមានស្នាដៃអ្វីដូចនេះទៀតទេតែនេះមកពីហេតុអ្វីជាទូទៅគេសន្និដ្ឋានថាគឺមកពីសកម្មភាពបញ្ញាត្រូវរាំងស្ទះដោយប្រការផ្សេងខ្មែរមានប្រាជ្ញាគ្រប់សតវត្សប៉ុន្តែប្រាជ្ញានោះបានត្រូវយកទៅប្រើក្នុងទិសដៅផ្សេងទៀតដូចជាការដណ្ដើមយកអំណាចគ្នាការកាច់បំបាក់គ្នាការក្តិចត្រួយដ៏ល្អមិនឲ្យលូតលាស់បានព្រោះតែខ្លាចគេពូកែជាងខ្លួនហេតុដូច្នេះហើយបានជាពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំវប្បធម៌ខ្មែរបាត់បង់នៅសន្ទុះដ៏ខ្លាំងក្លាហើយរត់តាមសភាពការមិនទាន់ខ្លះមានជំនឿថាវប្បធម៌ខ្មែរនៅនឹងថ្កល់ហើយអាចរីកចម្រើនដោយខ្លួនឯងពុំចាំបាច់រត់តាមការជឿនលឿនរបស់ពិភពលោកទេនេះជាការភ័ន្តច្រឡំមួយយ៉ាងធំដែលធ្វើឲ្យអរិយធម៌មួយកាន់តែចាស់ទ្រុឌទ្រោមជាលំដាប់ RFI toute la diversité du monde លោកអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិ RFI កម្មវិធីព័ត៌មានរយៈពេល1ម៉ោងរបស់វិទ្យុយើងបានឈានដល់ទីបញ្ចប់ហើយយើងខ្ញុំសូមថ្លែងអំណរគុណចំពោះភក្ដីភាពរបស់អស់លោកអ្នកដែលតែងតាមដានស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ RFI ខ្ញុំសូមអរគុណដល់រ៉ូសាដែលបានជួយបញ្ជាផ្នែកបច្ចេកទេសនៅពេលនេះខ្ញុំស្រីសុភ័ក្រនិងសហការីវិទ្យុបារាំងទាំងអស់សូមអរគុណសូមជម្រាបលា
លោកស្រីអ្នកនាងកញ្ញាតទៅនេះសូមអញ្ជើញស្ដាប់ព័ត៌មានជាភាសាបារាំង